គ្រប់ជំរាបសួរបងប្អូនអង្គពលមីនវិជាកសិករទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទសូមមកបង្ហាញផលិតផលប្រើប្រាស់ក្នុងដំណាំស្រូវមិនប្រកាន់រដូវឬក៏យើងតែងតែហៅថាស្រូវប្រាំងជូនអង្គពលមីនទាំងអស់គ្នាបន្តិចបាទអញ្ចឹងនៅក្នុងនេះខ្ញុំសូមបង្ហាញឈុតទី1ដែលមានផលិតផលឈ្មោះថាឃាតករស្មៅស្រូវនិងផលិតផលមួយទៀតឈ្មោះថាកក់ខ្លាំងពីរផលិតផលនេះចូលគ្នាគឺកម្ចាត់ទាំងប្រភេទស្មៅស្លឹកស្រួចនិងកក់គ្រប់ប្រភេទនៅក្នុងដំណាំស្រូវរបស់បងប្អូនទាំងអស់គ្នាមិនប៉ះពាល់ស្រូវមិនបង្អាក់ការលូតលាស់ស្មៅងាប់បានល្អស្រូវរីកលូតលាស់លឿនឃាតករស្មៅស្រូវនេះមានតួនាទីកម្ចាត់រាល់ប្រភេទស្មៅស្លឹកស្រួចដូចជាពពួកស្មៅគល់ក្រហមស្មៅកន្ទុយកង្កោកស្មៅបែកក្បាលស្មៅបែកក្បាលមានកន្ទុយស្មៅស្រូវស្មៅផ្កាហុយដែលបងប្អូនហៅផ្សេងៗគ្នាទៅតាមតំបន់ទី2ប្រភេទកក់ខ្លាំងនេះគឺមានតួនាទីកម្ចាត់ពពួកកក់ដូចជាកក់ជ្រុងកក់មូលនិងកក់ឆាប់ជាដើមបាទអញ្ចឹងសម្រាប់ដំណាំស្រូវបងប្អូនអាចប្រើប្រាស់ពីរផលិតផលនេះចូលគ្នាដោយក្នុង1ហិកតាប្រើមួយមុខចំនួន2ដងបាទចំនួន2ដងដោយឡែកមកដល់ពេលបច្ចុប្បន្ននេះឃើញថាតំបន់មួយចំនួនប្រភេទកក់គឺមានភាពស៊ាំក្រៅពីកក់ជ្រុងនិងកក់មូលពពួកកក់ភ្នែកក្តាមឬក៏កក់កង្កែបតែងតែមានបញ្ហាបាញ់ហើយកម្ចាត់មិនបានល្អដោយពពួក Bentazone លេខ408តែតំបន់មួយចំនួនគឺមិនមានបញ្ហាទេនៅប្រើ Bentazone គឺអាចកម្ចាត់បានតែយើងខ្ញុំសូមណែនាំផលិតផលចំនួនថ្មីដែលក្រុមហ៊ុនយើងខ្ញុំបាននាំចូលចាប់តាំងពីឆ្នាំ2024មកដែលមានតួនាទីពិសេសសម្រាប់ដោះស្រាយបញ្ហាតំបន់ដែលមានភាពស៊ាំគឺពពួកកក់ភ្នែកក្តាមឬក៏កក់កង្កែបដែលមានភាពស៊ាំសូមបងប្អូនផ្លាស់ប្ដូរពីប្រភេទ Bentazone លេខ408មកប្រើពពួក MCPA ដោយនៅទីនេះយើងមាន2ប្រភេទគឺទី1គឺ MCPA លេខ650និងទី2 MCPA លេខ740អញ្ចឹងពីរប្រភេទនេះខុសគ្នាបែបណាគឺមានការខុសគ្នាតិចតួចតែប៉ុណ្ណោះចំពោះករណីស្រូវធំកក់ធំបងប្អូនអាចជ្រើសរើសប្រើឃាតករស្មៅស្រូវ2ដងទៅ3ដងក្នុង1ហិកតាបូកជាមួយនឹង MCPA នេះ1ដងឬក៏2ដងក្នុង1ហិកតាដោយឡែកចំពោះករណីស្រូវនៅតូចដើម្បីជាមានសុវត្ថិភាពទាំងស្រូវហើយកម្ចាត់ពពួកកក់បានល្អបងប្អូនអាចជ្រើសរើសប្រើឃាតករស្មៅស្រូវបូកជាមួយ Siprut បូកជាមួយ Siprut ក្នុង1ហិកតាប្រើ Siprut តែ1ដងប៉ុណ្ណោះគឺគ្រប់គ្រាន់ហើយព្រោះ Siprut នេះមានកំហាប់ខ្ពស់រហូតដល់740ក្រាមក្នុង1លីត្រឯណោះជារួមបញ្ជាក់ជូនបងប្អូនឡើងវិញថានៅក្នុងដំណាំស្រូវយើងខ្ញុំសូមណែនាំឈុតទី1គឺប្រភេទឃាតករស្មៅស្រូវបូកជាមួយនឹងកក់ខ្លាំងទី2តំបន់ដែលស៊ាំថ្នាំជាមួយប្រភេទកក់ខ្លាំងបងប្អូនអាចប្រើឃាតករស្មៅស្រូវបូកជាមួយនឹងMCPA ឬក៏ Siprut ពីរនេះបងប្អូនអាចជ្រើសរើសប្រើមួយណាក៏បានមានជំនាញក្នុងការកម្ចាត់ពពួកកក់ភ្នែកក្តាមកក់កង្កែបដែលមានការស៊ាំថ្នាំជ្រើសរើសឃាតករស្មៅស្រូវជ្រើសរើសកក់ខ្លាំងជ្រើសរើស Siprut ឬក៏ MCPA អស់បញ្ហាស្មៅចង្រៃក្នុងដំណាំស្រូវ